នឹងជាថ្ងៃទី1អញ្ចឹងគ្នាយើងចូលទៅកាន់ poster ទាំងអស់គ្នាដោយគ្នាបង្កើតនៅกระดาษមួយដែលមានទំហំ1005គុណនឹង1005ហើយ resolution របស់វាគឺ300បន្តទៅទៀតយើងចាប់ផ្ដើមនឹងការកាត់រូបហើយតើយើងកាត់រូបហើយយើង convert វាទៅជា smart object នៅក្នុងនេះជារូបដើមរបស់វាហើយនៅពេលដែលយើងដាក់វាហើយគឺដាក់ជា mask តទៅទៀតយើងចុច mouse ស្ដាំលើវាយកពាក្យថា create to smart object ដើម្បីដាក់វាទៅជា smart object អត្ថប្រយោជន៍នៃការប្រើប្រាស់ smart object ដែលយើងអាសាជួបជាងគេដែលគេអាសានិយាយគឺទី1វាអាចនៅការដែលយើង brief រួមវាមានបែករូបវាអត់ព្រិលអញ្ចឹងហើយបានជាយើងដាក់នៅក្នុង smart object ទី2វាអាច refresh ទៅលើរូបចាស់រូបថ្មី refresh ទៅលើរូបចាស់បានតែយើងអត់ទាន់ជួបទេឥឡូវគ្នាយើងស្គាល់តែត្រឹមមួយសិនទៅថានៅពេលដែលយើងបង្កើតជា smart object ដើម្បីរក្សានៅរូបដើមកុំឲ្យនៅពេលដែលយើង brief រួមវាព្រិលយើងចាំតែប៉ុណ្្នឹងសិនចាំទៅមុខទៀតមានលក្ខខណ្ឌផ្សេងទៀតស្មើនឹងបញ្យល់តទៀតអញ្ចឹងនៅក្នុងនេះបើយើងនឹងចង់ធ្វើជា poster ប្រភេទបែបនេះ so យើងនឹងដាក់ឲ្យរូបខាងហ្នឹងរៀងបែបនេះសាររូបនេះជាប់ logo របស់គេមកយើងអត់មានរូបអត់ so ស្មើនឹងទាញលើរូបអញ្ចឹងមកហើយស្មើនឹង break មួយធំតិចនេះ break អញ្ចឹងដើម្បី break រូបបានចុច control T នេះ control T ដើម្បី break រូបរបស់យើងនេះបើសិនគ្នាយើងរកនឹងអត់ឃើញទេគ្នាយើងអាចចូលទៅលើនេះបានដូចជាចូលទៅក្នុង edit នៅក្នុងនេះវាមានប្រភេទ transform របស់វានេះ free transform control T ចូលទៅកាន់ edit ទៅគ្នាយើងឃើញហើយអញ្ចឹងហើយគ្នាយើងអាច break រួមវាឲ្យជាប់បាននៅក្នុងនេះអញ្ចឹងនៅក្នុងការ break រួមឲ្យរូបឲ្យវាទៅស្មើគ្នាគឺមានវិធីពីរយ៉ាងទី1គឺយើងអាចចុច control T ហើយ break វាធម្មតាអញ្ចឹងទៅហើយបើខ្លះនៅពេលដែលយើងមកវាមកតែមួយហៀងឧទាហរណ៍យើងចុច control T វា break មកតែមួយហៀងឃើញទេអញ្ចឹងវាខ្លះធ្វើឲ្យរូបយើងអាចខូចទ្រង់ទ្រាយអញ្ចឹងក្នុងករណីហ្នឹងគឺយើងអាចចុច control T ហើយចុច alt ឲ្យជាប់ហើយចាំ break វាទៅវានឹងមកស្មើគ្នាវាអាចធ្វើឲ្យរូបរបស់យើងវាបែកអូខេវាជាលក្ខណៈបែបហ្នឹងដល់ថ្មយកវាប៉ុណ្ណេះហើយមួយទៀតអានេះវាការដែលយើង break រួមវាទៅតាម version របស់ computer អញ្ចឹង version របស់ Photoshop ខ្លះគឺគាត់ដើម្បីឲ្យ break រួមមកទាំងអស់គឺត្រូវចុច shift control T ហើយចុច shift ជាប់ដើម្បី break រួមកុំព្យូទ័រ version ខ្លះត្រូវចុច shift ហើយ alt break រួមកុំព្យូទ័រខ្លះត្រូវចុចអក្សរ C អក្សរ control ហើយ break រួមវាអញ្ចឹងបាទស្មើគឺ version នេះគឺស្មើចុច alt ឲ្យជាប់ហើយ break រួមវាទៅអូខេបន្តមកទៀតស្មើនឹងដូរពណ៌របស់វាទៅជាពណ៌ខ្មៅចុចទៅកាន់ solid ហើយនេះ color ហើយយកទៅជាពណ៌ខ្មៅបែបនេះទៅជាពណ៌ខ្មៅអញ្ចឹងនៅក្នុងខាងក្រោយនេះស្មើនឹងចង់លុបទៅលើរូបនេះចេញ so ស្មើចុច mask ទៅលើរូបនឹងមួយនេះចុចដាក់ mask មកគឺយើងដាក់ mask មកហើយចុចរង្វង់វាប៉ុណ្ណេះអូខេហើយចុច delete នេះចុច delete គឺយើងចុច alt delete យកតទៅនឹងផ្ទៃពណ៌ខ្មៅនេះ foreground គឺយក alt delete បន្តមកទៀតគឺយើងអត់ចង់ឲ្យទូរស័ព្ទហ្នឹងមើលទៅឆក់អញ្ចឹងទេគឺសារទូរស័ព្ទរបស់យើងគឺយើងមើលអត់ឃើញថាអាហ្នឹងវាឆក់អញ្ចឹងទេដោយសារម៉េចយើងដាក់ខ្មៅបាត់ហើយហ្នឹងនេះជាលក្ខណៈខ្មៅបាត់អញ្ចឹងដើម្បីដាក់បាត់អញ្ចឹងបានគឺយើងគ្រាន់តែចូលទៅកាន់បង្កើត layer នេះមួយនេះបង្កើត layer មួយបន្តមកទៀតចូលទៅកាន់ gradient នេះ gradient នេះ gradient ចូលទៅកាន់ gradient នៅក្នុង gradient ចុចលើនេះមកដើម្បីមើលទៅលើ gradient នេះចុចទៅលើនេះដើម្បីយកទៅកាន់ gradient នេះលើនេះជាទៅលើនឹងមកអូខេនៅក្នុង menu bar របស់យើងនឹងមានឃើញតែទៅ option bar នេះអញ្ចឹងគឺយើងចុចទៅលើ gradient ហើយវាចេញជា default basic របស់វានេះអញ្ចឹងគឺយើងខ្លះអាច load អាទី1មកតែបើយកអាទី2មកនេះយកទី2មកអញ្ចឹងនៅក្នុងហ្នឹងគឺយើងត្រូវចាក់ដឹងថានៅនៃរបស់យើងតែទៅនឹង foreground របស់យើងនេះគឺពណ៌ខ្មៅនេះយកវាជាពណ៌ខ្មៅមកនេះជា gradient ពណ៌ខ្មៅបែបនេះgradient នៅក្នុង tool នេះនៅក្នុង tool ខាងនេះ gradient វិធីសាស្ត្រដើម្បីចុចវាលឿនគឺយើងចុចអក្សរ G អក្សរ G ចូល gradient អូខេបន្តមកទៀតនៅពេល gradient មកគឺយើងចូលទៅលើនេះយកទី2នេះយកទី2ហើយបន្តមកទៀតអស់វាមកនេះអស់វាដាក់មកហ្នឹងមកអស់វាក្រោមមកអូខេនេះយើងអាចធ្វើវា style បានអញ្ចឹងបានអូខេអាចបាននេះអូខេអញ្ចឹងវាបាត់ហើយវាឃើញថាវាជាពណ៌ខ្មៅមួយនៅក្នុង gradient នេះហើយក្នុងលក្ខណៈវាអត់សូវខ្មៅគឺយើងអាចយកប្រាស់មកនេះលុបបន្ថែមមកបាន
សូមធ្វើប្រាំទេឥឡូវខ្ញុំលក្ខខណ្ឌហ្នឹងប្រើតែប៉ុណ្្នេះសិនអូខេប៉ុណ្ណេះបន្តមកទៀតគឺយើងចាប់ផ្ដើម lock អានេះចេញដោយសារតែយើងដាក់នៅពីលើវា so នៅពេលដែលយើងចុចទៅលើទូរស័ព្ទវាអត់ប៉ះទូរស័ព្ទទេវាប៉ះទៅលើ gradient របស់យើងនេះអញ្ចឹងគឺយើងចុចសោនេះមួយមកចាក់សោទៅនេះសោទៅនេះកន្លែង layer នេះចុចវាមកប៉ះមកអូខេអញ្ចឹងនៅពេលដែលយើងចុចគឺប៉ះទូរស័ព្ទគឺប៉ះទូរស័ព្ទនេះដែរហ្នឹងបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយគឺយើងបង្កើតទៅលើ layer នេះមួយក្រោមមកក្រោមទៀតនេះ layer នៅខាងក្រោមនេះអញ្ចឹងនៅក្នុងនេះគឺជា foreground របស់យើង background របស់យើងនេះគឺយើងចុចទៅលើនេះអាកន្លែងសញ្ញាបូកខាងក្រោមនេះគឺយើងមើលនេះក្រោមនេះអញ្ចឹងគឺយើងចុចមកប៉ាក់មកនេះវានឹងបានទៅជានេះមួយបន្តមកទៀតគឺយើងចូលទៅកាន់ foreground នេះខាងនេះមើលម៉ៅខាងនេះforeground ហើយយកវាទៅជាពណ៌បែប Q បែបនេះមកនេះតមកទៀតចុចចូលប្រាស់ដើម្បីយកវាទៅចាក់ពណ៌នៅខាងក្រោមចាក់ពណ៌នៅខាងក្រោមនេះយកប្រាស់មកនេះហើយព្រីកវាបានព្រីកវាធំអញ្ចឹងដើម្បីព្រីកប្រាស់លាឲ្យលឿនតាក់ទងទៅនឹងប្រាស់ហ្នឹងគឺយើងចុច Alt ឲ្យជាប់ហើយចុច Mouse ឆ្វេងអង្គិលមកប្រាស់ដូរពណ៌យកទៅពណ៌ហើយទៅព្រីកលឿននេះតាក់ណាលឿនពីក្រហមនេះពណ៌នេះពណ៌នេះពណ៌លឿននឹងក្រហមបន្តមកទៀតចុចវាឲ្យធំមកព្រីកប្រាស់ចូលទៅកាន់អក្សរនេះប្រាស់ហ្នឹងគ្រាចុច key shortcut បានគឺអក្សរ B បន្តមកទៀតព្រីកប្រាស់ឲ្យធំព្រីកនេះអញ្ចឹងដើម្បីព្រីកប្រាស់វាធំលឿនចេះគឺយើងចុច Alt ឲ្យជាប់ចុច Alt ឲ្យជាប់ហើយចុច Mouse ស្ដាំរបស់យើងហ្នឹងចុចប៉ាក់ហ្នឹងហើយចុចរំកិលវាមករំកិលទៅឆ្វេងទៅស្ដាំដើម្បីព្រីករួមMouse ស្ដាំហើយរំកិលនេះយ៉ាងនេះអាហ្នឹងរួមរីរួមចឹងដល់ពេលដែលយើងចុចមកស្ដាំហើយរំកិលទៅឆ្វេងអ្នកម៉ៃយើងនឹងរំកិលវាមកវានឹងទៅធំហើយបន្តមកទៀតគឺយើងចុចវាមកប៉ាក់មកពីលើមកប៉ុណ្ណេះយកប៉ុណ្ណេះមកនេះមកប៉ាក់មកប៉ុណ្ណេះវាធ្វើជា background ខាងក្រោយគឺយើងអាចព្រីកវាធំជាងហ្នឹងបើសិនគឺយើងចង់បានអាចឬក៏ធ្វើវាសាមអីទៅនេះដាក់ប្រាស់វារឿងធំជាងហ្នឹងមកដាក់វាមកប៉ាក់នេះរឿងធំពេកទម្លាក់វាខ្លះទៅប៉ុណ្ណេះអូខេថាយើងវាប៉ុណ្ណេះហើយបន្តមកទៀតស្មើនឹងចុចនៅនេះមួយទៀតបូក layer វាមកតាំងទៀតនេះបូក layer បូកនៅ layer នេះចុចសញ្ញានេះដើម្បីបូក layer អត់ចេះហ្នឹងទេនេះមកស្ដាំអោចប់មកស្ដាំមកឆ្វេងរំកិលចេះចូលសពប្រាស់មកស្ដាំមើលអោជាប់ឃើញអត់វាអាកាសចង់គេអាហ្នឹងមកយើងណាតាក់ដែរវាធំល្មមមកទៅចង់កណ្ដាលអូខេបាទផ្លេងអោណាសាប៊ីចូលលើ layer ណាមួយនៅខាងក្រោមនេះចូលលើ layer នេះគឺណាធំនេះណានៅក្នុងករណីថាបើសិនជាគ្នាយើងពិបាកបរិយារួមមកនេះចុចវានឹងបរិយារួមទៅណាគឺមានវិធីមួយទៀតគឺចុចគ្នាបនេះគ្នាបសញ្ញាគ្នាបបិទបើកនៅក្នុងហ្នឹងមាន curly bracket នៅក្នុង keyboard របស់យើងហ្នឹងមានសញ្ញាគ្នាបមួយអានេះគ្នាបបិទបើកដើម្បីបរិយារួមវាបន្តមកទៀតស្មារតីបង្កើតទៅលើ layer នេះមួយទៀតហើយយកពណ៌បែបនេះទៅជាពណ៌រាងសវិញសេរីរាងសបន្តិចបែបនេះតើមកដាក់វារាងតូចមកល្មមដើម្បីធ្វើវាទៅជាពន្លឺ backlight របស់វានេះវាឃើញវានឹងបានជាពន្លឺពីរនេះ backlight មួយយើងអាចដូរពន្លឺនេះបានបើសិនជាគ្នាយើងចង់ឲ្យវាដិតជាងហ្នឹងចូលទៅកាន់ blend mode ហើយយកពាក្យនេះទៅនេះគ្នាយើងអាចយកទៅជា lin dash ឬក៏ color dash ឥឡូវថាយក lin dash ចុះនេះប៉ុណ្ណេះព្រីកវាធំឲ្យតូចអាម៉ៅអាទី2ប្រាស់ទី2ចុច control សិនដើម្បីមកក្រោយអាទី2ឥឡូវហ្នឹងអូខេចុច control សិនដើម្បីមកក្រោយដៃតូចហ្នឹងត
tàu chi tiết ra sóng bi chăng hả cái sóng bi ba này ba nè tao mới biết cho nên là anh tàu ok ta phần nào này đã lên trong cái đào tôi sẵn nó ở trong cái đào tôi sẵn nó cái đào bạn lên tinh lắm cái nào ok còn tiếp đâu plan mode đâu này pin ấy đâu pin ấy pin normal mode này tay chia lên nền tảng thôi nhá ok phần này đã về trong tôi sắm này trong bây giờ cái đào tôi sắm tí rồi này đặt cái lơ tôi sắm đèn trào mình tính ok cái to mà tiếp nhưng khi nào tôi sắm ở dưới có to miếng phần lư chỗ lệ chắc là bay đặt phần lư về chỗ thì dân cho create đi muối nè to mà tiếp cho create là hai ok check my snap lơ để mà card mình nữa vô biết tha create clipping mask anh nè create clipping mask ok một tao máu cứ do so bi này cho cần pra ok preview máu rồi ta preview tôi mà đâm bay dương cái tha tua sáp nơi pe đẹp lư vì che hoa bị cáo nó không hạng mục này có trai miên lư che cho này bởi sân chỉ dương đại chứ mới là tua sáp dương đã tới việc biên pc khi một bay cáo đó chân là bay việc pc một bay cáo dương đã lư vì trong poli nếu khi dương là bay chầm long po lư nó bán chơi a lại chóp hay chơi stray màu này để viên tranh chỉ để chơi a lại chóp hay chơi mà bắt từ lư lại po nào muốn đi slide ok phần năng hái trong tiếp cho cu bì lơ tu sáp năng máu nè cu bì lơ tu sáp nè ao viên tịch cu bì lơ về máu được chưa nè cu về xa tới ok đặt bì lơ tu sáp này nên là crown này bì lơ tu sáp này lơ tu sáp à lấy nhớ nè cái nào trên mà năm click mai vô dần bì lơ lấy tu sáp tu sáp nó lên trên pì cái này clipping mai về máu lục vào lời trong ấy lời tu sáp lên pì nè đó lục trong đó ok cho là crown nó clipping mai về trên mà năm lưu ý cái công chất lên lấy này cho kiến này kiến có thể kiến trong lấy viết thằng kiến từ này cái này là từ này cái là bao sáng giờ kita create clipping mai ok cái video đấy tại vì chúng châu crack ấy chắc nó bay cả màu về được đặt PC nên cho mỗi tủ sắp thì những anh đồ plan mode về bàn tới chỉ vô về tới screen các bạn vô về tới chỉ liên tại các bạn này là mà vô về tới chỉ screen chỉ screen vậy đó rồi có tới chỉ light để lighten các bạn này chỉ lighten như vậy này một tầm tiết mà nó bắt từ layer năng mũi tiết hãy chỉ clipping mai về được nhỉ cái layer là năng một tăng tiết cái clipping mà create clipping mà hãy pha lần chạy cô về đấy do mà nắng cô về bình cái nhá clipping mà này cô về cái như vậy cô về cái giá là bay về blue cái châu điện nè ở về châu lăng dẫn của tông thiết đô plan mode từ chiều color năm mùi lời thay do này cho giờ tay chỉ screen hai tầm đẹp blue binti ok các bạn đặt pe ấy thay blue thì áo thay ba sợi thay chứ đặt lúc đây là brown này thay mai được phần năng bán chắc nó pe để dương cu ban phần năng ấy dương chập ram thì do từ lơ ruột này bây giờ ruột cái nó sẽ là được không group mà ruột nè chắc cái này chạy download as cái này đã bên được không cái này download này chạy download tao mà tiếp mai cho thì cần phụ đã download bằng cái này nữa nè thằng cào mấy hai cái tiền về mà đã tiền về TV do mà đã pillar tu sa máu hay preview tôi tây tử nè đại chọn chừng máu và tôi mà tiếp trong series với tăng cái các bạn này cho ok hỏi nè viên chơi po mai bạn nè tâm tiếp đâu plan mode đi mà tới chỉ green nè
ấy đã vì trong thủ sẵn như vậy để ai brief luôn viên thì tới trong thủ sẵn ok viên riêng ai bật thoi từ lơ viên thì bán bây giờ cái thao viên bán lấy để bật thoi như thế ok đã Retail vậy này. Cho user mới cho này đấy. Đâu với touch screen. Đâu lên nó với touch screen. Đâu với touch screen bài này.ហើយបន្តទៀតយើងចាប់តាមទៅសេអសដាក់នេះអញ្ចឹងទៅសេអសវាមកកណាទៅសេវាថាគឺជានេះប្រភេទកាមេរ៉ាគឺ48 pm កាមេរ៉ាទៅសេវាដាក់មកនេះទៅសេពីលើហ្នឹងហើយយកអសពណ៌សអញ្ចឹងកណាដូរអសក្រោយអញ្ចឹងអសពណ៌ហ្នឹងវាអាស្រ័យទៅលើពណ៌នេះនេះពណ៌ foreground របស់យើងនេះ foreground នៅខាងនេះដោយសារតែបាំងនេះ foreground នៅមួយនេះអូខេសុំសេរីតិចនេះ foreground របស់យើងនេះអញ្ចឹងយកវាទៅជាពណ៌សទៅនេះចុចវាទៅជាពណ៌សនៅពេលដែលយើងទៅសេអសទៅវាពណ៌សហើយនេះចាំបន្តិចយើងទៅសេអសមកចុចយើងពឹកទៅ48 pm អូខេcamera សារនេះវាដោពណ៌ទេបើសិនជាវាដោពណ៌យើងចាំនេះវាទៀតនេះយើងបានអក្សរប៉ុណ្ណេះហើយបន្តទៀតយើងអោសវាដាក់លើគេដាក់នៅខាងលើគេនេះនេះដាក់អក្សរនឹងលើគេទាំងអស់នៅលើគេបំផុតហ្នឹងគេហើយចាំទៀតយើងដាក់នៅខាងក្រោមនេះដាក់អក្សរនៅលើគេបំផុតលេយកលើគេពោះគេជាគេបំផុតហើយយើងទៅសេអក្សរមកបរិយាអក្សរឲ្យធំដើម្បីបរិយាវាដូចគ្នាទៅចុច Ctrl T លើអក្សរហ្នឹងទៅហើយចាំយើងបរិយារួមវានេះចុច Ctrl T ហើយបរិយារួមវាមកថាវាប៉ុណ្ណាទៅលើនេះវិញយើងនេះបន្តមកទៀតយើងទៅសេអក្សរមកតាំងទៀតចុច Ctrl ចុចអក្សរ T នេះមកនេះអក្សរ T នេះហើយទៅសេឈ្មោះទៀតគឺយើងទៅសេពីថា go for photographer ឬក៏ជា photographer អូខេបន្តមកទៀតចុច Ctrl T ដល់ហើយបន្តមកទៀតយើង Ctrl T ដើម្បីពង្រាយវាឲ្យតូចនេះនៅពេលដែលអក្សរគួរណាតែមានលំដាប់លំដោយរបស់វាមានតូចមានធំយើងដាក់វាឲ្យនេះមកអូខេកណាយកវាប៉ុណ្ណឹងដោយសារដែលយើងរៀននេះសុទ្ធតែជាអ្នកធ្លាប់ចេះហើយអញ្ចឹងអត់បរៀនពី move to ពី ពី move to ទេប៉ុន្តែនឹងមានវគ្គក្រោយទៀតនឹងមានអ្នកចូលថ្មីទៀតថ្ងៃស្អែកហ្នឹងអាចនឹងមានអ្នកមកថ្មីដែលគាត់ទៅតែរៀនដំបូងជាងយើងនឹងរៀនអំពី basic ទៅទាំងអស់ពី move to ប៉ុន្តែថ្ងៃហ្នឹងសុទ្ធតែដោយសារតែគ្នា level អញ្ចឹងមកនេះសុទ្ធតែជាអ្នកចេះ Photoshop ពីមុនមកហើយអញ្ចឹងហើយយើងក៏រៀនរឿងលឿនដែលយើងនឹងប្រើប្រាស់វាតែម្ដងអូខេចឹងនៅក្នុងអក្សរនេះយើងអាចបើសិនជាវានេះពេកយើងអាចបន្ថយវាបាននៅក្នុងនេះយើងនឹងចូលទៅកាន់នេះវាមួយគឺយើងអាចចូលទៅកាន់ property របស់វាបានដែលជា character បែបនេះអត់មកកុំព្យូទ័របានសុំស្គមបន្តិចគេចូលហើយតាបន្ទាប់ពីយើងទៅសេប៉ុណ្ណឹងបានហើយនៅក្នុងហ្នឹងយើងអាចតម្លើងវាមកតាំងទៀតមកនៅខាងលើនេះយើងអាចទៅសេiPhone 16 Pro Max អូខេ16 Pro ហើយចាំយើងចុចនេះវាមកចាំយើងទៅសេ Max មកតាំងទៀតនៅខាងក្រោមអូខេយើងអាចចុច Ctrl T ទៅលើអក្សរ Max ហ្នឹងដើម្បីបរិយាវាធំមកហើយយើងអាចដាក់វាឲ្យវាមកប៉ុណ្ណេះបាទជាពាក់កណ្ដាលរបស់នេះបាទឲ្យវាដាក់លើនេះទៅដើម្បីឲ្យវាខ្ពស់ជាចុច Ctrl T ព្រីកអក្សរនេះនឹងធំបន្តិចនេះគឺយើងអាចចុចទាញវាមកនេះបន្តិចមកដើម្បីឲ្យវាទៅរៀងនេះបន្តិចចុច Ctrl T ព្រោះវាតម្លើងវានៅក្នុងនេះយើងអាចដូរ font វាទៅកុំឲ្យវាមើល font នេះទៅវាអត់សូវសមអញ្ចឹងគឺយើងអាចដូរ font វាបានមិនបាច់ចុច double click លើវាទេចូលទៅកាន់ Windows
ហើយយកពាក្យថា property នេះ property តោះទៅគឺយើងដូរ font វាទៅយើងអាចដូរ font ទៅលើ font ណាមួយដែលគាត់ថាវាសមវាស្អាតសម្រាប់គ្នាយើងឥឡូវសូមយកអានេះរៀងស្ដើងហើយអា mark នេះរៀងធំចុះអូខេបែបនេះអាចចុច Ctrl T ហើយ bring វាមកមុំគឺយើងអាចដាក់តនីបានដោយសារតែទូរស័ព្ទរបស់យើងរៀង straight អញ្ចឹងគឺយើងអាចដាក់តនីក៏បានឬក៏ដាក់ចំកណ្ដាលវាក៏បានដែរប៉ុណ្ណឹងមកអូខេប៉ុណ្ណឹងនេះក៏ដូចគ្នាយើងអាចចុច Ctrl T ហើយព្រោះវាចំកណ្ដាលវិញបន្តមកទៀតគឺយើងចុចទៅលើទូរស័ព្ទម្ដងនេះទូរស័ព្ទនេះគឺយើងចុចទៅលើទូរស័ព្ទហើយ convert to smart object ទៅដើម្បីឲ្យវានេះតែមួយអូខេបន្តមកទៀតគឺយើងចុចទៅលើ adjustment ហើយយកពាក្យថា exposure ដើម្បីតម្លើងពន្លឺលើទូរស័ព្ទយើងអាចតម្លើងពន្លឺឲ្យទូរស័ព្ទតិចទៅនេះទម្លាក់នេះមកល្មមអូខេចឹង exposure ទៅឡើងតែប៉ុណ្ណឹងមកនេះ exposure ពន្លឺហើយអានេះភាពដិតនៃរូបភាពយើងអាចជាដូចជា contrast ចឹង offset ចឹងហើយអានេះគឺជា correct color ដូចគ្នាតោះពីយើងបានប៉ុណ្ណឹងហើយយើងអាចទៅលេង style វាបន្ថែមទៀតបានឧទាហរណ៍យើងចង់ឲ្យទាំងអស់ហ្នឹងវាព្រិលខាងក្រោយនេះវាបែបជាលក្ខណៈរៀងមាន noise នៅលើអាពន្លឺបែបហ្នឹងគឺយើងចូលទៅលើ layer នេះមួយបន្តមកទៀតចូលទៅកាន់ edit ហើយយកពាក្យថា fill អូខេដាក់វាជា gray អញ្ចឹងមកចុច mouse ស្ដាំលើវាយកពាក្យថា convert to smart object បន្តមកទៀតគឺយើងចូលទៅកាន់ filter ហើយយកពាក្យថា noise add noise តែបន្តិចហ្នឹងមកអូខេយកប៉ុណ្្នឹងចុះតែទៀតដូរ blend mode វាមកនេះទៅជាពណ៌ណាមួយដែលយើងគិតថាអូខេវា C ជាមួយនឹងទូរស័ព្ទរបស់យើងឥឡូវយកវាទៅជា soft បែបនេះនេះយកទៅ soft បែបនេះប៉ុន្តែសូមទាញវានៅក្រោមទូរស័ព្ទដាក់វានៅក្រោមទូរស័ព្ទមកវា affect ទៅទូរស័ព្ទយើងដែរនេះប៉ុណ្ណេះអូខេយើងឃើញនៅក្នុងអក្សរនេះវាអត់ទាន់ស្អាតទេចឹងនៅពេលដែលគ្នាយើងនេះគួរតែចំណាយពេលរើនៅ font នៃណាមួយទៅវាស្អាតជាលក្ខណៈបែបនេះគឺយើងអាចចុច Ctrl A លើវាហើយយក align center ទៅនេះ align កណ្ដាលបែបនេះអូខេនេះឬក៏ចុចបានតិចចឹងមកបាក់វារៀងប៉ុណ្ណេះតែមិនដែរអីចឹងវីដេអូហ្នឹងស្មើប៉ុណ្ណឹងសិនខ្ញុំសូម scope សិនហើយគ្នាយើងអាចធ្វើបានស្មើនឹងទម្លាក់ element ទៅឲ្យនៅក្នុងក្រុមរបស់យើង